ថ្ងៃនេះគឺជាថ្ងៃទី18ខែ6ឆ្នាំ2025ហើយខ្ញុំចង់មកអាប់ដេតទាក់ទងនឹងព័ត៌មានថាប្រទេសកម្ពុជាយើងជំនះប្រជាជនដែលនៅជិបតាមបន្ទាត់ព្រំដែនកម្ពុជាថៃបើសិនតាមព័ត៌មានដែលខ្ញុំទទួលបានគឺមុនដំបូងសល់មិញគឺជំនះប្រជាជននៅតំបន់មុំ3ព្រះវិហារទេហើយបើតាមព័ត៌មានដែលខ្ញុំស្រាវជ្រាវគឺការជំនះហ្នឹងមិនមែនជាបទបញ្ជារបស់រដ្ឋាភិបាលទេឬក៏អាជ្ញាធរមូលដ្ឋានទេអាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារក៏គាត់បានចេញមកបកស្រាយឲ្យថាការដែលជំនះហ្នឹងគឺមិនមែនរដ្ឋាភិបាលជាអ្នកជំនះទេគឺពួកគាត់ដែលជាប្រជាពលរដ្ឋរស់នៅចិត្តនឹងតំបន់ចំនួនឬក៏ចិត្តព្រំដែនហ្នឹងគឺគាត់មានការផិតភ័យខ្លួនឯងគឺគាត់បារម្ភពីសុខសុវត្ថិភាពរបស់បងប្អូនកូនចៅរបស់គាត់ឬក៏សុវត្ថិភាពរបស់ខ្លួនឯងទើបគាត់សម្រេចចិត្តថាជំនះក្រុមគ្រួសារឬក៏ជំនះបងប្អូនចាក់ចេញពីទីកន្លែងដែលគាត់ធ្លាប់រស់នៅហ្នឹងមកត្រោកទីទួលមានសុវត្ថិភាពអញ្ចឹងហើយបងប្អូនមួយចំនួនគឺកុំមានការភ័យខ្លាចឬក៏យល់ច្រឡំថាយើងសភាពការយ៉ាងម៉េចយ៉ាងម៉ាអីទៅជាធំដុំអីកុំអាលគិតព្រោះអានឹងជាការពារទុកមុនរបស់គាត់ទេអាជ្ញាធរមូលដ្ឋានគាត់អត់បានចេញបទបញ្ជាថាត្រូវតែជំនះទេអ្នកចង់នៅគឺនៅអ្នកចង់ទៅរកទីទួលដែលមានសុវត្ថិភាពគឺគាត់អាចទៅបានអញ្ចឹងហើយអានឹងជាការបំភ្លឺពីអាជ្ញាធរខេត្តព្រះវិហារបើតាមព័ត៌មានដែលខ្ញុំស្ដាប់បានហើយនៅដល់មានជ័យនេះក៏ដូចគ្នាដែរបើតាមខ្ញុំគិតទៅប៉ុន្តែខ្ញុំអត់ទាន់ដឹងថាអាជ្ញាធរគាត់បំភ្លឺថាម៉េចទេប៉ុន្តែប្រហែលជាដូចគ្នាគឺប្រជាជនគឺគាត់បានត្រៀមជើងព្រួលទុកគាត់បារម្ភពីសុខសុវត្ថិភាពរបស់កូនចៅគាត់គឺគាត់ជំនះចេញទៅរកកន្លែងដែលមានសុវត្ថិភាពតែបើសិនជាឲ្យនិយាយថារដ្ឋាភិបាលឬក៏អាជ្ញាធរមូលដ្ឋានឲ្យគាត់ត្រូវតែជំនះគឺអត់ទេអ្នកចង់នៅគឺនៅបានហើយអ្នកចង់ជំនះខ្លួនទៅទីដែលមានសុវត្ថិភាពគឺជំនះបានអាហ្នឹងខ្ញុំគ្រាន់តែចង់មកអាប់ដេតអញ្ចឹងទេព្រោះខ្ញុំជាអ្នកនៅក្បែរព្រំដែនទាហានជួរមុខមួយរូបដែរគឺនៅតំបន់ខ្ញុំនេះគឺអាជ្ញាធរមូលដ្ឋានគឺមិនទាន់ប្រាប់ប្រជាពលរដ្ឋឲ្យត្រូវតែជំនះទេគឺអ្នកដែលចង់ជំនះគឺអាចជំនះខ្លួនឯងទៅបានហើយអ្នកដែលមិនចង់ជំនះចង់នៅនេះអាជីវករអីលក់ដូរគឺធម្មតាក៏វាគ្រាន់តែអ្នកខ្លះចេញទៅខ្លះហើយអញ្ចឹងហើយតាមផ្សារតាមអីតាមផ្ទះអីរាំងស្ងាត់អ្នកខ្លះគេការពារកូនចៅគេគឺគេជំនះចេញទៅមុនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំគ្រាន់តែចង់មកអាប់ដេតពីសភាពការនៅព្រំដែនឲ្យបងប្អូនបានដឹងអញ្ចឹងអរគុណបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយ